បរិបទទាំង5នាក់នេះគឺត្រូវបានក្រុមកតាលបង្ខំឲ្យធ្វើការសម្លាប់គ្នាទៅវិញទៅមកបងប្អូនបរិបទទាំង5នាក់ខាងលើនេះគឺពួកគាត់មានអាយុចន្លោះពី19ឆ្នាំដល់22ឆ្នាំពួកគាត់សុទ្ធសឹងតែជាសិស្សនិស្សិតដែលកំពុងបន្តការសិក្សាបងប្អូនលក្ខណៈគាត់កំពុងបន្តការសិក្សាហើយក៏កំពុងតែស្វែងរកការងារធ្វើនៅក្នុងពេលមួយនៅកំឡុងពេលដែលពួកគាត់កំពុងតែស្វែងរកការងារធ្វើហ្នឹងក៏មានមនុស្សមួយក្រុមបានទាក់ទងមកពួកគាត់ហើយសន្យាថានឹងផ្ដល់នៅការងារមួយដែលមានប្រាក់ខែខ្ពស់មែនតើគឺធ្វើការនៅក្នុង call center call center ហ្នឹងគឺជាកន្លែងទទួលទូរស័ព្ទដៃបងប្អូនឧទាហរណ៍ក្នុងក្រុមហ៊ុនមួយមានគេទេចេញទេចូលយើងអ្នកទទួលទូរស័ព្ទដៃផ្ដល់ព័ត៌មានផ្សេងៗនឹងគេហៅ call center បងប្អូនបាទនៅពេលដែលពួកគេទៅជួបជាមួយនឹងអ្នកដែលសម្ភាសការងារហ្នឹងបងប្អូនស្រាប់តែការប៉ັດវាមិនដូចការគិតណាស្រាប់តែអ្នកដែលហៅគាត់មកសម្ភាសហ្នឹងគឺជាក្រុមកតាលបងប្អូនអ្នកក្រុមខាងលើនេះដែលក្រុមហ្នឹងដែរកំពុងតែត្រូវការសមាជិកកតាលបន្ថែមទៀតដើម្បីមកធ្វើការនៅក្នុងក្រុមហ្នឹងសួរថាការងារអីគេឲ្យធ្វើគេក្រុមហ្នឹងគឺទី1ជួញដូរគ្រឿងញៀនទី2ចាប់ចម្រិតប្លន់ទារប្រាក់អីផ្សេងៗបាទហើយនៅពេលដែលពួកគាត់ឮបែបហ្នឹងក៏ពួកគាត់ទាំង5នាក់ហ្នឹងបដិសេធថាគាត់អត់ធ្វើទេបាទពួកគាត់អត់ត្រូវការងាររបៀបហ្នឹងទេអញ្ចឹងណាបាទពួកគាត់សុទ្ធសឹងតែជាសិស្សនិស្សិតអីចឹងទៅនៅពេលដែលឮអញ្ចឹងគឺក្រុមកតាលហ្នឹងគឺខឹងខ្លាំងមែនទែនក៏បានធ្វើការចាប់ពួកគេចងហើយថតរូបដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងបាទហើយបន្ទាប់មកទៀតម្នាក់នៅក្នុងចំណោមពួកគេហ្នឹងត្រូវបានក្រុមកតាលបង្ខំឲ្យធ្វើការសម្លាប់សមាជិក4នាក់ផ្សេងទៀតនៅក្នុងរូបភាពហ្នឹងដោយធ្វើការកាត់ទាំង4នាក់ហ្នឹងតែម្ដងបើន័យថាបង្ខំឲ្យបុគ្គលម្នាក់នៅក្នុងចំណោម5នាក់ហ្នឹងធ្វើការគ្នាឯងទាំង4នាក់ហ្នឹងបងប្អូនបាទបើគាត់អត់ធ្វើទេគេនឹងសម្លាប់គាត់ហើយគាត់ក៏បានធ្វើតាមគេបញ្ជាហ្នឹងគាត់ភ័យខ្លាចគេសម្លាប់បងប្អូននៅពេលគាត់ធ្វើបែបហ្នឹងហើយគាត់មានតែរួចខ្លួនអីបងប្អូននៅពេលគាត់ធ្វើការប្រហារទៅលើសមាជិកគាត់ហើយក្រុមកតាលហ្នឹងក៏បានចាប់ទាំងគាត់ចាប់ទាំងសមាជិកក្រុមរបស់គាត់ដែលបានស្លាប់ហើយហ្នឹងយកទៅដាក់ក្នុងឡានហើយធ្វើការដុតតែម្ដងពួកនេះគឺសាហាវប្រៃផ្សាយខ្លាំងមែនទែនហេតុការណ៍ហ្នឹងគឺបានកើតឡើងនៅចន្លោះឆ្នាំ2023បងប្អូនប្រហែលឆ្នាំមុនហ្នឹងទេហើយវីដេអូក៏ត្រូវបានគេផុសទៅលើតាមអ៊ីនធឺណិតតាម dark web អីផ្សេងៗបងប្អូនជួយខ្ញុំបើចង់មើលហើយសង្ឃឹមថាវីដេអូហ្នឹង TikTok អត់ចាប់ទៀតចុះព្រោះមួយរយៈចុងក្រោយខ្ញុំផុសវីដេអូគឺផុសទៅ TikTok ចាប់រហូតបងប្អូនខ្ញុំព្យាយាមដាក់សំឡេងទីទឺនឹងអញ្ចឹងណាប៉ុន្តែនៅតែ TikTok វាចាប់ទៀតខ្ញុំមិនដឹងថាម៉េចដែរអញ្ចឹងមួយរយៈនេះអត់សូវបានចេញវីដេអូបងប្អូនអធិស្ឋាន